ថ្ងៃនេះ synopsis ឬ how to បង្ហាញបងប្អូនពីរបៀបបដូរឈ្មោះ Facebook page បងប្អូនបើក Facebook page ពីអេក្រង់ទូរស័ព្ទយើងទៅមុននឹងទៅដល់បដូរ Facebook page បងប្អូនជួយ subscribe YouTube នេះផងបងប្អូនជួយ subscribe ទៅដើម្បីបានវីដេអូថ្មីពេលដែលយើងចុចទៅវាលោតផ្ទាំងនេះមកបងប្អូនអញ្ចឹងបងប្អូនចុចទៅលើ hamburger ឬក៏សញ្ញាត្រី3នៅខាងលើខាងឆ្វេងគេបងប្អូនអញ្ចឹងបងប្អូនចុចលើ hamburger ហ្នឹងមកអញ្ចឹងវាលោតផ្ទាំងនេះមកបងប្អូនអុកទៅក្រោមបន្តិចទៅបងប្អូនទៅរកពាក្យ settings យើងចុចលើ setting ទៅម្ដងឥឡូវនេះបងប្អូន scroll ចុះទៅក្រោមបន្តិចទៅកន្លែងនេះបងប្អូន scroll ចុះទៅក្រោមទៅរកពាក្យ page setup យើងចុចលើ page setup ហ្នឹងទៅនោះយើងនឹងឃើញ page ថ្មីមួយយើងឃើញពាក្យថា name អញ្ចឹងយើងចុចលើ name ហ្នឹងទៅវានឹងបើកផ្ទាំងដែលឲ្យយើងបដូរឈ្មោះបងប្អូនអញ្ចឹង Facebook page ថ្មីរបស់ខ្ញុំនេះខ្ញុំបដូរទៅឈ្មោះមួយទៀតដោយសារតែខ្ញុំអត់ពេញចិត្តឈ្មោះសុភីផានហ្នឹងទេអញ្ចឹងកន្លែងនេះខ្ញុំបដូរឈ្មោះពីសុភីផានទៅជាគុន្ធាតើបងប្អូនចុចលើប៊ូតុងពណ៌ខៀវនេះ review change នេះហើយបងប្អូនចុចលើប៊ូតុង submit for approval នោះវានឹង load មក home page របស់យើងដូចដើមហើយកន្លែងនេះបងប្អូនទាញវាចុះមកក្រោមតិចទៅដើម្បីឲ្យវា refresh បដូរឈ្មោះសុភីផានហ្នឹងទៅឈ្មោះថ្មីរបស់យើងគុន្ធាណានេះបងប្អូនពេលដែលយើងទាញវាចុះក្រោមដើម្បី refresh page ហ្នឹងទៅវានឹង load ឈ្មោះថ្មីមកឲ្យយើងបងប្អូនហ្នឹងហើយបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួយ subscribe channel YouTube នេះផងបងប្អូន